ពិភពលោកពេលនេះកាន់តែមានគ្រោះថ្នាក់សម្រាប់ប្រទេសតូចៗអំណាចត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងជំនួសឲ្យច្បាប់ហើយការប្រើប្រាស់កម្លាំងកំពុងជំនួសការទូតប្រទេសធំប្រើសម្ពាធយោធាសេដ្ឋកិច្ចនិងនយោបាយដើម្បីបង្ខំរដ្ឋតូចៗឲ្យចុះចូលច្បាប់អន្តរជាតិមានក៏ប៉ុន្តែនៅតែមិនឈ្នះអំណាចប្រទេសតូចក្រធនធានខ្សត់សត្វវុធគ្មានអ្វីជាខ្នងបង្អែកទៀតទេគ្មានអ្វីការពារទៀតឡើយករណីអាមេរិកវីវេណេស៊ុយអេឡាជាឧទាហរណ៍ថ្មីអ្នកគាំទ្រខ្លះថាអាមេរិកវីវេណេស៊ុយអេឡានឹងចាប់លោកប្រធានាធិបតីម៉ាឌូរ៉ូជារឿងត្រឹមត្រូវតែខ្លះទៀតមើលឃើញថាវាជាការជ្រៀតជ្រែកនៅក្នុងរដ្ឋអធិបតេយ្យក្រោមភាសានៃលទ្ធិប្រជាធិបតេយ្យស្ថិរភាពនិងសន្តិសុខក្នុងតំបន់ទោះយ៉ាងណានៅពេលដែលមហាអំណាចមួយប្រើកម្លាំងកែប្រែអនាគតនយោបាយរបស់ប្រទេសមួយផ្សេងទៀតដែលខ្លួនបានចោទថាផ្ដាច់ការពុករលួយមេខ្លោងគ្រឿងញៀនវាបង្ហាញច្បាស់ថាបើរដ្ឋមួយខ្សោយអធិបតេយ្យភាពរបស់ប្រទេសនោះមិនអាចការពារបានទេនៅអឺរ៉ុបរុស្ស៊ីមិនឈប់វាយអ៊ុយក្រែនផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនដោយកម្លាំង NATO នឹងចូលនៅក្នុងសង្គ្រាមជាមួយប៉ូឡូញបើរុស្ស៊ីវាយទៅដល់ប៉ូឡូញអឺរ៉ុបក៏នឹងចលាចលដូចគ្នានៅទ្វីបអាហ្វ្រិកប្រទេសប្រយុទ្ធគ្នាផ្ទៃក្នុងរដ្ឋប្រហារបាញ់បោះសេរីសហគមន៍នានាកាប់ចាក់គ្នាឯងនៅមជ្ឈមបូព៌ាអាមេរិកនិងអ៊ីស្រាអែលអាចវាយអ៊ីរ៉ង់ហើយអ៊ីស្រាអែលបន្តប្រយុទ្ធគ្នាជាមួយប៉ាឡេស្ទីននៅសមុទ្រចិនខាងត្បូងចិនវៀតណាមហ្វីលីពីនម៉ាឡេស៊ីតៃវ៉ាន់ទាញទាំងអាមេរិកចូលកំពុងប្រកួតប្រជែងគ្នាដណ្ដើមកោះផ្លូវសមុទ្រនិងធនធានថាមពលក្រោមសម្ពាធយោធាដែលកំពុងតែកើនឡើងនៅប្លុកអាស៊ីដែរកូរ៉េខាងជើងឆាឆៅកូរ៉េខាងត្បូងជប៉ុនត្រៀមផលិតនុយក្លេអ៊ែរចំណែកអាស៊ីអាគ្នេយ៍វិញអាស៊ានតាំងខ្លួនជាតំបន់សន្តិភាពក៏ប៉ុន្តែអតុល្យភាពអំណាចកំពុងកើនឡើងអាស៊ានលែងមានឥទ្ធិពលចំនួនព្រំដែនកម្ពុជាថៃផ្ដល់នូវឧទាហរណ៍ដ៏ច្បាស់លាស់មួយប្រទេសថៃមិនមែនជាមហាអំណាចសកលមិនមែនជាមហាអំណាចក្នុងតំបន់ទេក៏ប៉ុន្តែថៃធំជាងកម្ពុជាឆ្ងាយណាស់ទាំងទំហំសេដ្ឋកិច្ចសមត្ថភាពយោធានិងវិសាលភាពការទូតអំណាចរបស់ថៃធ្ងន់លើសអំណាចផ្នែកច្បាប់ដែលបង្ខំឲ្យរដ្ឋតូចដូចជាកម្ពុជាដែលពឹងផ្អែកទៅលើច្បាប់អន្តរជាតិរងគ្រោះជាទម្ងន់វៀតណាមមើលឃើញថៃឈ្លានពានយកដីកម្ពុជាងាយអាចបង្កើនសម្ពាធព្រំដែននិងបញ្ហាសញ្ជាតិរបស់ប្រជាជនខ្លួននៅកម្ពុជាវិបត្តិដែលកំពុងបន្តនៅប្រទេសមីយ៉ាន់ម៉ាបង្ហាញពីភាពទន់ខ្សោយរបស់អាស៊ានបន្ថែមទៀតអាស៊ានមិនអាចអនុវត្តការសម្រេចចិត្តផ្ទាល់ខ្លួនបានទេពិភពលោកកំពុងរសាត់ត្រឡប់ទៅរកផ្នត់គំនិតមុនឆ្នាំ1945នៅពេលដែលរដ្ឋតូចបាត់បង់ការគាំពារកម្លាំងយោធាក្លាយទៅជាឧបករណ៍យកឈ្នះលើគោលនយោបាយភាពស្ងប់ស្ងាត់ត្រូវបានយល់ច្រឡំថាជាការយល់ព្រមការឈ្លានពានក្លាយទៅជារឿងធម្មតាចំពោះរដ្ឋតូចពេលវេលានេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់លោកកិនភៀអ្នកវិភាគកិច្ចការអន្តរជាតិនិងនយោបាយផ្ដល់យោបល់ថារដ្ឋតូចត្រូវតែពង្រឹងសមត្ថភាពឲ្យខ្លាំងត្រូវចងសម្ព័ន្ធភាពជាមួយរដ្ឋតូចនិងរដ្ឋដទៃទៀតដែលមានផលប្រយោជន៍ដូចគ្នាឲ្យបានច្រើនគឺការទូតពហុភាគីប្រឹងប្រើយន្តការច្បាប់អន្តរជាតិឲ្យបានច្រើនបំផុតនិងត្រូវតែដឹងខ្លួន